ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកចែករំលែកអំពីការបង្កើតនៅប្រយោគណាអញ្ចឹងយើងបន្តពីវីដេអូមុនតើឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមេរៀនយើងទាំងអស់គ្នាតើលេខរៀងទី51គឺទៅនឹងពាក្យជឹបកប្រែថាអក្សរហ្នឹងហើយអញ្ចឹងយើងអាចបង្កើតទៅជាថា的字很漂亮ថា的字很漂亮មានន័យថាអក្សររបស់គាត់ស្អាតណាស់ឬក៏អក្សររបស់នាងអញ្ចឹងថាក្នុងន័យនេះអក្សរចិនបែបហ្នឹងគឺបកប្រែថានាងសំដៅទៅលើមនុស្សស្រីណាតែឥឡូវយើងអានចិនម្ដងទៀតថា的字很漂亮ថា的字很漂亮អក្សររបស់នាងស្អាតណាស់តើឥឡូវយើងចូលដល់លេខរៀងទី52តើតើនឹងពាក្យចិនម៉ហ្នឹងយ៉ាងម៉េចហ្នឹងហើយអញ្ចឹងយើងអាចបង្កើតទៅជា这个字怎么写这个字怎么写មានន័យថាអក្សរមួយនេះសរសេរយ៉ាងម៉េចហ្នឹងហើយចិនម៉ហ្នឹងមានន័យថាសរសេរយ៉ាងម៉េច这个字អក្សរមួយនេះតើឥឡូវយើងអានចិនម្ដងទៀត这个字怎么写这个字怎么写អក្សរមួយនេះសរសេរយ៉ាងម៉េចតើឥឡូវយើងចូលដល់លេខរៀងទី53ទៅនឹងពាក្យទូនោះន័យថាអានឬក៏រៀនណាហ្នឹងហើយអញ្ចឹងយើងអាចបកបានពីរអញ្ចឹងក្នុងន័យនេះខ្ញុំយកការបកប្រែថាអានមកបង្កើតជាប្រយោគតើឥឡូវយើងបង្កើតទៅជា我喜欢读书我喜欢读书មានន័យថាខ្ញុំចូលចិត្តអានសៀវភៅនឹងឯពាក្យស៊ីហ៊ွန်ហ្នឹងមានន័យថាចូលចិត្តអូខេពាក្យស៊ូហ្នឹងមានន័យថាសៀវភៅចឹង我喜欢读书ខ្ញុំចូលចិត្តអានសៀវភៅតោះឥឡូវយើងចូលដល់លេខរៀងទី54ទៅនឹងពាក្យឈិងហ្នឹងបកប្រែថាសូមអញ្ជើញហ្នឹងហើយចឹងយើងអាចបង្កើតទៅជាប្រយោគឈិងជីនឈិងជក់ឈិងជីនហ្នឹងបកប្រែថាសូមអញ្ជើញចូលឈិងជក់បកប្រែថាសូមអញ្ជើញអង្គុយហ្នឹងហើយជក់ហ្នឹងមានន័យថាអង្គុយជីនហ្នឹងមានន័យថាចូលមកហ្នឹងហើយតែឥឡូវយើងអានចិនម្ដងទៀតឈិងជីនឈិងជក់ហ្នឹងហើយសូមអញ្ជើញចូលសូមអញ្ជើញអង្គុយចុះអីចឹងទៅតើឥឡូវយើងចូលដល់លេខរៀងទី55តនឹងពាក្យអួនហ្នឹងសួរណាតោះចឹងយើងអាចបង្កើតទៅជាប្រយោគ请问现在几点了请问现在几点了ន័យថាសូមសួរឥឡូវនេះម៉ោងប៉ុន្មានហើយសៀនចៃហ្នឹងឥឡូវនេះជីហ្នឹងប៉ុន្មានទៀនហ្នឹងម៉ោងលៈហ្នឹងន័យថាហើយណាសៀនចៃជីទៀនលៈឥឡូវនេះម៉ោងប៉ុន្មានហើយឈិងអួនសៀនចៃជីទៀនលៈសូមសួរតើឥឡូវនេះម៉ោងប៉ុន្មានហើយតើឥឡូវយើងចូលដល់លេខរៀងទី46ទៅនឹងពាក្យជីនធានហ្នឹងបកប្រែថាថ្ងៃនេះហ្នឹងឯងចឹងយើងអាចបង្កើតទៅជាប្រយោគ今天天气很好今天天气很好មានន័យថាថ្ងៃនេះអាកាសធាតុល្អណាស់ចឹងពាក្យធានឈីហ្នឹងមានន័យថាអាកាសធាតុ很好ហ្នឹងមានន័យថាល្អណាស់ពេលអញ្ចឹងយើងអានម្ដងទៀត今天天气很好ថ្ងៃនេះអាកាសធាតុល្អណាស់តើឥឡូវយើងចូលដល់លេខរៀងទី57ទៅនឹងពាក្យហៅហ្នឹងបកប្រែថាថ្ងៃទីឬក៏លេខតែក្នុងន័យនេះបកថាថ្ងៃទីណាតើឥឡូវយើងអាចបង្កើតទៅជា今天是7月24号今天是7月24号
ចឹងបកប្រែថាថ្ងៃនេះគឺជាថ្ងៃទី24ខែកក្កដាពាក្យឈីយៈនឹងមានន័យថាខែកក្កដាខែ7ដល់ពេលសឺសឺមានន័យថា24ដល់ពេលហៅបកប្រែថាថ្ងៃទីណាតោះយើងអានចិនម្ដងទៀត今天是7月24号ថ្ងៃនេះគឺថ្ងៃទី24ខែកក្កដាតើឥឡូវចូលដល់លេខរៀងទី57នីជីយៈចូលដល់លេខរៀងទី58ហ្នឹងហើយតើតនឹងពាក្យយៈហ្នឹងបកប្រែថាខែហ្នឹងហើយចឹងយើងអាចបង្កើតប្រយោគទៅជានី几月去学习你几月去学习មានន័យថាតើអ្នកទៅរៀននៅខែណាចឹងជីយៈហ្នឹងមានន័យថាខែណាឬក៏ខែប៉ុន្មានអីចឹងទៅ去学习去ហ្នឹងទៅ学习ហ្នឹងរៀនសូត្រឬក៏ទៅរៀនអីចឹងទៅឬក៏រៀនអញ្ចឹងទៅចឹងយើងអានចិនម្ដងទៀត你几月去学习តើអ្នកទៅរៀននៅខែណាតើឥឡូវយើងចូលដល់លេខរៀងទី59ទៅនឹងពាក្យស៊ីងឈីសប្តាហ៍នឹងយើងអាចបង្កើតទៅជា下个星期我有考试下个星期我有考试មានន័យថាសប្តាហ៍ក្រោយខ្ញុំមានប្រឡងហ្នឹងហើយចឹងពាក្យ下个星期សប្តាហ៍ក្រោយបកប្រែថាសប្តាហ៍ក្រោយ我有考试ខ្ញុំមានប្រឡងអញ្ចឹងពាក្យ考试នឹងបកប្រែថាប្រឡងនឹងឯងណាចូលដល់លេខរៀងទី60ទៅនឹងពាក្យមីងធាននឹងបកប្រែថាថ្ងៃស្អែកចឹងយើងអាចបង្កើតទៅជា明天你会去学校吗明天你会去学校吗តើថ្ងៃស្អែកអ្នកទៅសាលារៀនដែរឬទេចឹង明天នឹងថ្ងៃស្អែកនេះនឹងអ្នក会去ទៅ学校នឹងសាលារៀនម៉ានឹងប្រយោគសំណួរចឹងយើងអានចិនម្ដងទៀត明天你会去学校吗តើថ្ងៃស្អែកអ្នកទៅសាលារៀនទេចឹងថ្ងៃនេះខ្ញុំមកចែករំលែកជាមួយអ្នកទាំងអស់គ្នាត្រឹមប៉ុណ្ណេះហ្នឹងហើយអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាអ្នកទាំងអស់គ្នា